ឥឡូវនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់កម្មវិធី Cisco Packet Tracer កម្មវិធីនេះគឺវាមានសារៈសំខាន់សម្រាប់អ្នកដែលសិក្សាមុខវិជ្ជា Networking ពីព្រោះវាមាន tool option មួយចំនួនដែលតាក់ទងទៅនឹង network ដូចជា PC ដូចជា server ដូចជា printer hub switch ជាដើមអញ្ចឹងប្រសិនបើយើងមិនមានឧបករណ៍ដើម្បីតេស្ត network យើងដូចជាយើងមិនមានលុយដើម្បីទិញ PC ច្រើនយកមកតេស្តឬក៏ printer hub អីយើងអាចធ្វើការតេស្តវាជាមួយនឹង software Cisco Packet Tracer នេះបានឥឡូវនេះខ្ញុំបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះប្រើប្រាស់កម្មវិធី Cisco Packet Tracer នេះអញ្ចឹងចំណុចទី1គឺខ្ញុំធ្វើការបង្កើត PC client អញ្ចឹងឥឡូវយើងចូលទៅកាន់software Cisco Packet Tracer នេះគឺជា icon របស់វាអញ្ចឹងយើងคลิกលើវាមកហើយនេះគឺជា interface របស់វាអញ្ចឹងនេះគឺជា interface របស់កម្មវិធី Cisco Packet Tracer អញ្ចឹងដើម្បីគូ PC client បានយើងคลิกនៅត្រង់នេះគឺវាដាក់ថា end device មានន័យថានៅក្នុង end device នេះវាមានឧបករណ៍ជាច្រើនទៀតនេះគឺជា PC របស់ desktop អានេះ laptop server printer និង phone ជាដើមអញ្ចឹងអ្វីដែលយើងបង្កើតគឺ PC អញ្ចឹងយើងគ្រាន់តែคลิกលើវាមួយតបមកយើងយកព្រួញសញ្ញាបូកនេះមកដាក់លើផ្ទាំងសនេះវានឹងចេញថា PC 0អញ្ចឹងយើងអាចចាប់ទាញវាក៏បានដែរយើងអាចคลิกឲ្យជាប់ហើយយើងទាញវាយកមកដាក់ហ្នឹងក៏វាគូសបានដែរអញ្ចឹងនេះ PC 1ហើយដើម្បីធ្វើការលុបវាវិញអ្នកទាំងអស់គ្នាគ្រាន់តែคลิกលើវាអ្នកទាំងអស់គ្នាគ្រាន់តែ scroll គូសលើវាអញ្ចេះបន្ទាប់មកចុច key delete ឬក៏ចុចសញ្ញាខ្វែងនេះក៏បានដែរអញ្ចឹងបើសិនជាយើងចុច key delete ក៏វាលុបបានហើយយើងចុចសញ្ញាខ្វែងនេះក៏បានក៏លុបបានដែរប៉ុន្តែបើសិនជាចង់ចុចសញ្ញាខ្វែងនេះមុនក៏បានដែរពេលយើងចុចសញ្ញាខ្វែងនេះមុនវានឹងចេញសញ្ញាខ្វែង4ជ្រុងនេះបន្ទាប់មកយើងคลิกវាឲ្យចំលើឧបករណ៍ណាមួយវានឹងលុបឧបករណ៍នោះចោលអញ្ចឹងយើងคลิกឲ្យចំឧបករណ៍ PC 1នេះវានឹងលុបចោលអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាคลิกលើវាដំបូងវាប្រកាសជាដាក់ឈ្មោះថា PC 0អញ្ចឹងអ្នកទាំងអស់គ្នាអាចកែលើឈ្មោះនេះបានដោយគ្រាន់តែคลิกឲ្យចំកន្លែង PC 0នេះវានឹងឲ្យយើងធ្វើការកែឥឡូវយើងកែដាក់ឈ្មោះថា PC 1អញ្ចឹងទៅបន្ទាប់មកប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើការ configure ឬក៏ចង់ឃើញ interface របស់វាអ្នកទាំងអស់គ្នាគ្រាន់តែคลิกលើវាបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះនៅក្នុងកន្លែង PC call គឺមានន័យថាវាផ្ដល់សិទ្ធិឲ្យយើងធ្វើការកែប្រែទៅលើ system unit របស់យើងមានន័យថាកែប្រែទៅលើ computer hardware របស់យើងអាចកែប្រែវាប្រើ wireless ក៏បានប្រើ network card ក៏បានហើយនៅកន្លែងដូររបស់វាគឺនៅត្រង់នេះអញ្ចឹងបើសិនជាអ្នកទាំងអស់ click លើ link នេះមានន័យថាប្រើប្រភេទជា wireless អញ្ចឹងបើ click លើ 1CE 1CE មានន័យថាជា network card នេះគឺ Ethernet ហើយចំណែកឯ 1CFE នេះមានន័យថា fast Ethernet អញ្ចឹង port ពីរហ្នឹងខុសគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់កែប្រែវាដំបូងអ្នកទាំងអស់គ្នាត្រូវតែបិទ system unit សិនបានអាចធ្វើការកែប្រែវាបានបើសិនជាអ្នកទាំងអស់គ្នាអត់បានបិទទេពេលទាញមកវាមិនឲ្យកែទេឥឡូវឧទាហរណ៍ថាយើងចាប់ទាញវាចេញពេលនោះវាដាក់ថា cannot remove a module when the power is on អញ្ចឹងមានថានៅពេលដែលភ្លើងនៅកំពុងបើកអ្នកទាំងអស់គ្នាមិនអាចធ្វើការផ្លាស់ប្ដូរ device វាបានទេមិនអាចធ្វើការផ្លាស់ប្ដូរ hardware វាបានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែបិទវាសិននេះគឺជាប៊ូតុង shut down របស់វាអញ្ចឹង click មួយមកវាបិទនៅពេលដែលវាបិទអ្នកទាំងអស់គ្នាអាចដក network card នេះចេញបានហើយអញ្ចឹងយើងដកយកមកតម្លាក់នេះមកគឺវាដកចេញបានហើយនៅពេលដែលអ្នកទាំងអស់គ្នាដក network card នេះចេញនៅត្រង់កន្លែង interface កន្លែង config នេះវាប្រកាសជាមិនមានអីដើម្បី configure network card នេះទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដាក់ network card នេះចូលវានឹងមានinterface សម្រាប់ configure network card នេះអញ្ចឹងឧបមាថាខ្ញុំដាក់ជាប្រភេទ fast Ethernet គឺយើង click ទៅលើកន្លែង 1CFE អញ្ចឹងនេះវាជាប្រភេទ fast Ethernet នេះវាប្រាប់យើង fast Ethernet
Ethernet port អញ្ចឹងយើងប្រើជាទូទៅយើងប្រើ fast Ethernet អញ្ចឹងគឺ fast Ethernet បន្ទាប់មកយើងធ្វើការដាក់វាចូលវិញយើង click វាជាប់បន្ទាប់មកធ្វើការដាក់វាចូលអញ្ចឹងវាចូលហើយបន្ទាប់មកប្រសិនបើយើងមិនធ្វើការ start វាវិញទេមានន័យថាយើងមិនបានបើកវាវិញទេនៅពេលដែលយើងចូលទៅកន្លែង configure គឺវាអត់ឲ្យចូលទេដោយសារថា computer យើងមិនត្រូវបានបើកអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់បានបើកវាទេបន្ទាប់មកខ្ញុំចូលកន្លែង configure នោះវាដាក់ថា device must be power on អញ្ចឹងមានន័យថាលុះត្រាតែយើងបើក power វាសិនបានយើងអាចធ្វើការ configure វាបានអញ្ចឹងយើងបើក power វាសិនតោះមកនៅចង់ចំណុច configure នេះ global នេះនៅត្រង់កន្លែង display name នេះគឺជា name របស់ computer ដែលយើងបានដាក់នេះ PC1 អញ្ចឹងបើសិនជាយើងធ្វើការដូរកន្លែងនេះគឺវា load បង្ហាញនៅកន្លែងនេះបន្ទាប់មកនៅត្រង់កន្លែង static នេះគឺយើងបញ្ចូល IP នេះគឺជាការ configure ទៅលើ fast Ethernet មានន័យថា configure ទៅលើ network របស់យើងនេះគឺជា interface ឥឡូវខ្ញុំពង្រីកវាធំនេះមកនេះគឺជា interface ហើយនេះគឺជាការ disable ឬក៏ enable network card ប៉ុន្តែបើសិនជាយើងដោះ tick វាចោលមានន័យថា network card យើងត្រូវបាន enable អញ្ចឹងមានន័យថាវាប្រើបានទេប៉ុន្តែបើសិនជាកន្លែងនេះមាន tick មានន័យថា network card យើងបាន enable ហើយអញ្ចឹង interface សម្រាប់ configure network card ហើយនេះគឺ MAC address របស់ network card តោះមកយើងចូលទៅត្រង់កន្លែងមួយទៀតគឺ desktop នៅកន្លែង desktop នេះវាមាន option ជាច្រើនដូចជា IP configuration គឺជាកន្លែងមួយសម្រាប់កំណត់ IP address ឲ្យ network card របស់យើងបើសិនជាយើងយក DHCP មានន័យថាយើងចាប់យក IP auto ពីឧបករណ៍ណាមួយឧទាហរណ៍ថា router ឬក៏ server អញ្ចឹងបើសិនជា click កន្លែង static មានន័យថាយើងបញ្ចូលខ្លួនឯងហើយនៅត្រង់ IP address គឺយើងបញ្ចូល IP address ដូច network card យើង PC យើងធម្មតាមែនតើអញ្ចឹង subnet mask មានដូចគ្នា default gateway ឬក៏ DNS server អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងបញ្ចូលរបស់វាបន្ទាប់មកនៅកន្លែង command prompt ហ្នឹងគឺដូចជាយើង start run សម្រាប់ធ្វើការ command ដូចនៅលើ computer យើងមែនតើអញ្ចឹងយើងអាចធ្វើការ start run command យើងបានធម្មតាដល់យើងប្រើ command ដូចទៅលើ command PC យើងធម្មតាមាន command ping command អីដូចគ្នាឥឡូវឧទាហរណ៍ថាខ្ញុំ ping ទៅឧទាហរណ៍ថាខ្ញុំសួរ IP ខ្លួនឯង IP config អញ្ចឹងគឺ IP របស់យើងមិនបានបំពេញ IP ចូលទេដូច្នេះវាលោ00អញ្ចឹងមានន័យថា command prompt នេះយើងអាចប្រើប្រាស់ធម្មតាដូចទៅលើ PC យើងអញ្ចឹងរាល់ការ configure ទាំងអស់គឺវាដូចទៅលើ PC យើងសឹងតែដូចគ្នាទាំងអស់ហើយសឹងថា 90% ហើយដែលយើងអាចធ្វើការ test ទៅលើកម្មវិធីនេះជាមួយនឹង PC របស់យើងហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ note ថា PC នេះប្រើ IP លេខប្រមាណឈ្មោះអីនិយាយទៅស្អីក៏បានដែរបើសិនជាយើងចង់ note សម្គាល់ហ្នឹងយើងអាចប្រើ note page របស់កម្មវិធីវាបានគឺ Cisco Packet Tracer នេះមានន័យថាយើងមានកន្លែងសម្រាប់ note page គ្រាន់តែយើង click លើវាដាក់ឈ្មោះថា place note យើងអាច click លើវាមួយតមកយើងយកមកដាក់លើផ្ទាំងសនេះត្រង់ណាក៏បានដែរឧមាយើងដាក់ទៅនេះយើងសម្គាល់ថា PC ហ្នឹង user មួយណាអ្នកប្រើអីចឹងទៅ username data អញ្ចឹងអាហ្នឹងគ្រាន់តែជា note page មានន័យថា note សម្រាប់យើងសម្គាល់បន្ទាប់មកបើសិនជាយើងចង់លុបវាយើងគ្រាន់តែ click លើវាចុច key delete ឬក៏ចុចសញ្ញាខ្វែងនេះបន្ទាប់មកយើងយក yes មកវានឹងលុបអញ្ចឹងឧបមាថាខ្ញុំបង្កើត PC មួយទៀតឬខ្ញុំ copy ហើយខ្ញុំសូមបញ្ជាក់ដល់អ្នកនរគ្នាប្រសិនបើខ្ញុំធ្វើការ configure IP ឬក៏ configure បើនិយាយទៅតាក់ទងជាមួយ hardware បើសិនជាខ្ញុំធ្វើការ configure IP configure អីបើសិនបើខ្ញុំ copy វានោះវាមកតែ PC នេះទេវាអត់បាន configure ឲ្យទេនិយាយទៅដូចយើង tick ថ្មីអញ្ចឹង
វាមកតែឈ្មោះគឺមកតែស្អីតែប៉ុណ្ណឹងឥឡូវមកធីកថ្មីមួយទៀតចាប់ទាញឬក៏អាចថា click ក៏បានចាប់ទាញក៏បានអញ្ចឹងវានឹង load មក PC2 មួយទៀតអញ្ចឹងវាដូចតែមុនដែរទេរបៀប configure វាអញ្ចឹងឥឡូវខ្ញុំខ្វែងវាចោលខ្ញុំលុបវាចោលខ្ញុំលើកយក laptop ឲ្យយើងមើលទាំងអស់គ្នាវិញនេះគឺជា laptop យើងអាច click លើវាមួយបន្ទាប់មកយកមកដាក់លើនេះក៏បាននេះ laptop ហើយយើងអាចធ្វើការកែឈ្មោះវាបានដូចគ្នាគ្រាន់តែ click លើហ្នឹងឬក៏យើង click លើវាមួយយើងចូលកន្លែង configure អញ្ចឹងនេះកន្លែងដាក់ឈ្មោះវាគឺ display name អញ្ចឹងយើងអាចដាក់ថា laptop 1អីចឹងនៅពេលដែលយើងចាក់ចេញនៅក្នុងនេះវានឹង load ថា laptop 1អញ្ចឹង laptop ក៏វាមិនខុសពី desktop ទេវាមាន physical ដូចគ្នានេះគឺ fast ethernet កន្លែងមានន័យថា laptop នេះ default របស់វាពេលយើងបង្កើតមកគឺវាប្រើ network card fast ethernet អញ្ចឹង fast ethernet នេះគឺជា interface ដើម្បីកំណត់ IP address ឲ្យវាប៉ុន្តែជាទូទៅយើងកំណត់កន្លែង desktop IP configuration នេះអញ្ចឹងជាទូទៅយើងកំណត់កន្លែងនេះព្រោះវាមាន interface ស្រួលមើលជាងអញ្ចឹងនៅក្នុង physical គឺវាដូចគ្នាវាមានខ្ញុំបង្រៀនវាធំតិចមកវាមាន port ដូចគ្នាហើយនេះគឺជាប៊ូតុង shut down ឬក៏ start ប៊ូតុងបិទបើករបស់វាហើយនេះគឺជា port សម្រាប់យើងដូរប្រើ wireless ឬក៏ network card អញ្ចឹងវាដូចតែគ្នាទេនេះគឺ wireless នេះ network card ethernet មួយនេះ fast ethernet កន្លែង configure ក៏ដូចគ្នាដែរ global ឧទាហរណ៍បើសិនបើខ្ញុំដក network card ចេញអញ្ចឹងនៅកន្លែង configure នេះនៅកន្លែងinterface នេះវាប្រកាសជាអត់មាន fast ethernet ទេមានតែយើងដកឧបករណ៍ network card ចោលអញ្ចឹងឧទាហរណ៍ថាខ្ញុំដកវាចោលសិនឥឡូវខ្ញុំនៅពេលដែលខ្ញុំមិនបានបិទម៉ាស៊ីន laptop នេះទេវាមិនឲ្យយើងដកទេឧទាហរណ៍ថាខ្ញុំទាញចេញគឺវាមិនឲ្យយើងដកទេអញ្ចឹងលុះត្រាយើងបិទវាសិនអញ្ចឹងយើងបិទវាមកយើងទាញវាចេញហើយយើងចូលទៅកាន់នៅកន្លែង configure សំទោសបើសិនជាយើងអត់បើកវាវាឲ្យយើងចូលទៅកាន់កន្លែង configure ទេអញ្ចឹងយើងបើកវាយើងចូលទៅកាន់កន្លែង configure នោះកន្លែង interface វាបាត់ fast ethernet ដែរដោយសារយើងបានដកឧបករណ៍នេះចេញឧទាហរណ៍ថាយើងដាក់វាចូលវិញយើងយក fast ethernet វិញតោះនោះទាញយើងបិទវាសិនតោះមកយើងទាញវាចូលមកទាញវាចូលអញ្ចឹងតោះមកយើងបើកភ្លើងវាវិញតោះមកយើងចូលកន្លែង configure វានឹងមាន fast ethernet ឲ្យយើង configure ធម្មតា desktop អី ping command prom អីគឺដូចគ្នាទាំងអស់អញ្ចឹងរបៀបបង្កើត PC laptop ឬក៏ desktop ត្រូវបានបញ្ចប់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីដែលតាក់ទងជាមួយការបង្កើតដែលខ្ញុំបានបង្ហាញមិញនេះអ្នកទាំងអស់គ្នាអាចតាក់ទងខ្ញុំតាមរយៈផ្ទៃដ្ឋាននេះបាន